mình ban nhiêu nhưng ai nè na tới bạch trang ông pơ là ông pơ cho tại thua này còn tay bà sân chỉ viên mình cho tại thua bà sân chỉ viên mình mang chơi rương là viên mình mang chơi rương cố cạn được bật tay cầm bị chơi hạt ếch trong tay con trời nè tại có cái này ai bỏng phai bật tay chưa nhau កញ្ញាភួនកែរស្មីជាសមាជិកម្នាក់នៅក្នុងសកម្មជនចលនាមេដាធម្មជាតិដែលតែងតែចេញមុខទាមទារឲ្យរដ្ឋាភិបាលដាក់កោះកុងក្រៅជាឲ្យឈានជាតិសមុទ្រនិងទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សមុនពេលកញ្ញាភួនកែរស្មីក្លាយជាសកម្មជនបដិឋានកញ្ញាធ្លាប់បម្រើការងារនៅក្នុងវិស័យឯកជនមួយកន្លែងគឺជាអ្នកគ្រប់គ្រងហាងកាហ្វេនៅក្នុងរាជធានីភ្នំពេញដែលទទួលបានប្រាក់កម្រៃសមរម្យកញ្ញាភួនកែរស្មីមានអាយុ25ឆ្នាំនិងមានស្រុកកំណើតនៅភូមិកំពតលៀបសង្កាត់ព្រៃអង្គញ ខេត្តស្វាយរៀងកញ្ញាគឺជាកូនពៅនៅក្នុងចំណោមបងប្អូនប្រុសស្រីចំនួន4នាក់តែមានម្ដាយជាអាជីវករលក់ដូរនំចំណីនិងឪពុកជាមន្ត្រីរាជការកញ្ញាបានឡើងមកសិក្សានៅរាជធានីភ្នំពេញផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងអំឡុងពេលឡើងមកសិក្សានៅរាជធានីភ្នំពេញរស្មីឆ្លៀតរកការងារក្រៅម៉ោងធ្វើដើម្បីរកប្រាក់កម្រៃបន្ថែមក្រៅពីនេះរស្មីតែងចូលរួមសកម្មភាពជាមួយអង្គការសង្គមស៊ីវិលនិងស្វែងយល់ពីបញ្ហាបរិស្ថាន ព្រមទាំងចូលរួមរំលឹកខួបលោកបណ្ឌិតកែមលីជារឿយៗដើមឡើយរស្មីមានបំណងប្រាថ្នាដោយយុវជនឯទៀតពោលគឺកញ្ញាខិតខំសិក្សាហើយអាចរកការងារធ្វើដើម្បីទទួលបានប្រាក់កម្រៃចិញ្ចឹមជីវិតប៉ុន្តែដោយសារកញ្ញាមើលឃើញពីវិនិស្សកម្មព្រៃឈើនិងការបំផ្លិចបំផ្លាញធម្មជាតិទើបកញ្ញាបោះបង់ចោលភាពសនុកសុខស្រួលដោយចាប់យកការងារជាសកម្មជនបរិស្ថានវិញកញ្ញាភួនកែរស្មីចាប់ផ្ដើមធ្វើការងារជាសកម្មជនបរិស្ថាននៅខែឧសភាឆ្នាំ 2020 ក្នុងឆ្នាំដដែលនោះរស្មីបានដឹកនាំយុវជនធ្វើយុទ្ធនាការកោះកុងក្រៅដោយជិះកង់ពីខេត្តកោះកុងទៅដាក់ញត្តិនៅរាជធានីភ្នំពេញប៉ុន្តែយុទ្ធនាការនោះមិនបានប្រព្រឹត្តទៅដោយរលូនឡើយដោយមានសមត្ថកិច្ចរារាំងមិនឲ្យជិះកង់នោះឡើយរស្មីបានបន្តចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិឲ្យមានដំណោះស្រាយទៅលើបញ្ហាបរិស្ថានរហូតដល់ខែកញ្ញាឆ្នាំ 2020 សមត្ថកិច្ចបានចោះចាប់ខ្លួនកញ្ញានិងមនុស្សចំនួន 2 នាក់ផ្សេងទៀតគឺកញ្ញាឡុងគុន្ធានិងលោកថនរដ្ឋាដោយចាត់ប្រកាន់ពួកគេពីបទញុះញង់ក្រោយត្រូវបានតុលាការដោះលែងកាលពីខែវិច្ឆិកាឆ្នាំ 2021 និងដាក់ឲ្យស្ថិតក្រោមបម្រាមតុលាការកញ្ញាភួនកែរស្មីប្រឈមមុខនឹងបទចោទថ្មីមួយទៀតគឺបទរួមគំនិតក្បត់ដោយសារភាពសកម្មនិយមក្នុងការការពារធនធានធម្មជាតិនិងការរិះគន់រដ្ឋាភិបាលពីបញ្ហាសង្គមបច្ចុប្បន្ននេះកញ្ញាភួនកែរស្មីនិងសកម្មជនបរិស្ថានចំនួន 4 នាក់ផ្សេងទៀតរួមមានលោកថនរដ្ឋាលោកលីចន្ទរាវុធកញ្ញាឡុងគុន្ធានិងលោកយឹមលៀងហ៊ីកំពុងជាប់ពន្ធនាគារដាច់ដោយឡែកពីគ្នាដោយគិតមកទល់ពេលនេះគឺមានរយៈពេល 2 ឆ្នាំមកហើយទោះជាយ៉ាងណាកញ្ញាភួនកែរស្មីបានបញ្ញាចិត្តក្នុងការការពារធនធានធម្មជាតិនិងទាមទារឲ្យមានយុត្តិធម៌សង្គមពីព្រោះការការពារធនធានធម្មជាតិគឺជាការចូលរួមរបស់ពលរដ្ឋទាំងអស់គ្នាតែខ្ញុំឈឺចាប់ដោយសារអីពួកយើងហ៊ានចូលដល់ក្នុងតុលាការទាំងដែលដឹងថាគេចាប់យើងនៅក្នុងតុលាការក៏ដោយប៉ុន្តែយើងនៅតែមកដល់នឹងប៉ុន្តែហេតុអីគ្រាន់តែបើកបារះឲ្យធំឲ្យអ្នកដែលស្រឡាញ់យើងចូលចិត្តយើងសារព័ត៌មានចូលទៅក្នុងនឹងទៅមុខនឹងដើម្បីតាមដានសកម្មភាពនឹងក៏មិនបានផង